ដូវធ្វើស្រែចម្ការបានចូលមកដល់ព្រឹកនេះព្រិញបានបបួលមិត្តទៅវាស្រែដើម្បីទៅមើលដំណាំស្រូវរបស់ខ្លួនចូលដល់រដូវវស្សាភ្លៀងមកប្រជាកសិករចាប់ផ្ដើមដាំដុះហើយតើសូមស្វាគមន៍ផលិតផលថ្មី Frutati ចាហ៊ុយស្វិតរសជាតិផ្លែឈើក្នុងស្រុកចាហ៊ុយស្វិតរសជាតិ Strawberry រសជាតិទំពាំងបាជូមានដាក់លក់នៅតាមបណ្ដាផ្សារទំនើប Lucky Supermarket Frutati ឆ្ងាញ់កាន់តែញ៉ាំកាន់តែជាប់ចានត្រូវឲ្យព្រិញក្រៅពីធ្វើស្រូវកសិករនៅភូមិយើងនាំគ្នាដាំដំណាំជាច្រើនមុខទៀតអ្នកខ្លះដាំពោតអ្នកខ្លះដាំសណ្តែកហើយអ្នកខ្លះទៀតក៏ដាំល្ងណាសម្លាញ់សង្ឃឹមថាឆ្នាំនេះដំណាំដែលពួកគាត់ដាំនឹងបានផលល្អទទួលបានទិន្នផលខ្ពស់ហើយក៏លក់បានថ្លៃពិតមែនហើយតោះគ្នាយើងទៅមើលស្រែរបស់ខ្ញុំទៅតោះនៅស្រែរបស់ព្រិញព្រិញអីព្រិញស្រូវរបស់ឯងចេញផ្លែមកល្អដល់ហើយឆ្នាំនេះឯងច្បាស់ជាត្រូវប៉ាន់ហើយណាសម្លាញ់បាត់សង្ឃឹមថាអញ្ចឹងទៅចុះអាយ៉ាពួកឯងមើលនោះទេមានសត្វស្លាប់ហើរមកច្រើនណាស់មានទាំងចាប់ទាំងគ្រួចនេះពួកវាប្រុងមកចឹកស៊ីស្រូវរបស់ព្រិញហើយតាកាត់ធ្វើយ៉ាងម៉េចទៅគ្នាយើងអត់មានអីពិបាកទេពួកយើងជួយគ្នាធ្វើទិញម៉ោងទៅដាក់ទិញម៉ោងតែ 4-5 ណាសត្វទាំងនោះវាច្បាស់ជាលេងហ៊ានចូលស្រែរបស់ព្រិញទៀតហើយដាក់ទិញម៉ោងតែម្យ៉ាងមិនទាន់គ្រប់គ្រាន់ទេត្រូវតែដាក់អន្ទាក់ថែមទៀតទើបអាចការពារកុំឲ្យសត្វចង្រៃចូលបំផ្លាញស្រូវរបស់ព្រិញបានប្រសើរណាស់បើចង់ពួកឯងជួយគ្នាផងទៅណាសម្លាញ់មិនអីទេទុកឲ្យខ្ញុំស្វាយហើយនឹងត្របែកជាអ្នកធ្វើអន្ទាក់ចំណែកឯអំពិលម្ទេសហើយនឹងក្រូចពោធិ៍សាត់ជួយគ្នាធ្វើទិញម៉ោងទេឡសម្រាប់តាមនឹងចុះបើអញ្ចឹងខ្ញុំប្រញាប់ទៅធ្វើទិញម៉ោងឥឡូវនេះភ្លាមបន្ទាប់ពីធ្វើរួចព្រិញក៏យកទិញម៉ងនិងអន្ទះមកដាក់ពង្រាយនៅលើដីស្រែរបស់ខ្លួនស្អែកឡើងក៏មានសត្វចាប់មួយវងហើរមកព្រមចាក់ស៊ីស្រូវរបស់ព្រិញប៉ុន្តែចាប់ទាំងនោះមិនហ៊ានចូលឡើយដោយសារពួកវាខ្លាចទិញម៉ងនិងខ្លាចជាប់អន្ទះព្រឹកថ្ងៃបន្ទាប់ព្រិញក៏នាំមិត្តមកមើលស្រូវម្ដងទៀតអូយ៉ាគ្រាន់តែដាក់ទិញម៉ងនិងអន្ទះហើយសត្វចង្រៃក៏មិនហ៊ានមកក្បែរស្រែរបស់ខ្ញុំទៀតមកចូលបាយមួយនេះពិតជាបានផលមែនណែគ្នាយើងឆាប់មកមើលនេះណែឲ្យលឿនឡើងមកស្អីគេហ្នឹងអូជាសត្វក្រួចតាពួកឯងឃើញទេសត្វក្រួចវាជាប់អន្ទាក់ពួកយើងហើយអាក្រួចចង្រៃនេះដាក់ទិញម៉ងដាក់អន្ទាក់ប៉ុណ្ណឹងហើយវានៅប្រហើនហ៊ានមកលួចស៊ីស្រូវរបស់ព្រិញទៀតប៉ាត់ជាអាក្រក់ខ្លាំងណាស់មែនហើយសត្វក្រួចនេះវាចង្រៃខ្លាំងណាស់គ្នាយើងសម្លាប់វាចោលទៅសម្លាប់វាទៅអត់ទេខ្ញុំមិនដឹងអីទេកុំសម្លាប់ខ្ញុំអីខ្ញុំសូមអង្វរខ្ញុំមិនបានមកលួចស៊ីស្រូវស៊ីដំណាំរបស់អ្នកណាឡើយអ្នកដែលលួចស៊ីស្រូវមិនមែនខ្ញុំទេគឺសត្វចាប់គឺចាប់ទៅវិញទេកុំធ្វើបាបខ្ញុំអីណាកុំធ្វើបាបខ្ញុំអីអ្នកគ្រូចង្រៃឯងមិនបាច់មកដោះសារទេឯងគិតថានិយាយបែបនេះហើយពួកយើងជឿហ៎ខ្ញុំប្រាប់ហើយថាខ្ញុំមិនបានលួចស៊ីស្រូវទេអ្នកដែលលួចស៊ីមិនមែនជាខ្ញុំទេគឺជាចាប់បើចង់រករឿងទៅរករឿងចាប់ទៅក៏មករករឿងខ្ញុំមិនដឹងអីទេណាយើងឃើញឲ្យហៅមកជាមួយចាប់រហូតដល់ពេលយើងចាប់បានណាឯងមកឆ្លើយថាមិនដឹងពូកែដោះសារយករួចខ្លួនណាខ្លួនធ្វើខុសហើយមិនព្រមទទួលកំហុសនៅហ៊ានទម្លាក់កំហុសដាក់គេទៀតពិតជាគួរឲ្យស្អប់ខ្លាំងណាស់មិនបាច់និយាយច្រើនទេពួកយើងចាត់ការអាក្រួចចង្រៃនេះភ្លាមទៅចាត់ការវាទៅដាក់វាទៅនិយាយចប់ព្រិញនឹងមិត្តក៏លើកដំបងសំពងសត្វក្រួចឲ្យខ្សឹមខ្សៃក្នុងព្រាននេះបុគ្គលដែលធ្វើខុសមិនព្រមទទួលថាខ្លួនខុសហើយទៅទម្លាក់កំហុសដាក់អ្នកដទៃជាបុគ្គលថោកទាបបំផុតសាព្រោះពូជណាផ្លែផ្កាពូជនោះសូមរងចាំទស្សនាវគ្គបន្ត Frutati កាន់តែញ៉ាំកាន់តែជាប់ចាន